Bạn mình số lục rú khi mà chúng tất cả các đá riêng ở thằng AW35 ngàyนี้ដែរខ្ញុំលើកយកថត pick research មួយដែលលោកគ្រូបានដាក់ជូននិយាយអំពី callback function ពាក់ព័ន្ធជាមួយនឹង callback function លោកគ្រូបានដាក់សំណួរចំនួន3អញ្ចឹងខ្ញុំសូមចូលទៅបកស្រាយនៅសំណួរទី1តើអ្វីទៅជា callback function callback function គឺជា function មួយដែលត្រូវបានបោះទៅជា argument ឬក៏ជា parameter ទៅឲ្យ function មួយទៀតដើម្បីឲ្យ function main នោះហៅវាដំណើរការនៅពេលក្រោយនៅក្នុង JavaScript function គឺជា first class citizen ដែលមានន័យថាវាអាចផ្ទុកក្នុង variable បោះចូលទៅក្នុង parameter ឬត្រូវបាន return មកវិញដូចជាទិន្នន័យទូទៅបានហើយគេបែងចែកវាជាពីរប្រភេទទី1គឺ synchronous callback ហើយទី2គឺ asynchronous callback ពាក់ព័ន្ធជាមួយនឹង synchronous callback គឺវាដំណើរការកូដម្ដងមកជួរដែលបើសិនជាកូដទី1វាមានបញ្ហាឬក៏ត្រូវការទាញទិន្នន័យយូរនោះកូដទី2វាអត់តដំណើរការឯលុះត្រាតែជួរទី1កូដជួរទី1ដំណើរការចប់ទៅវាដំណើរការកូដជួរទី2វាខុសពីasynchronous callback asynchronous callback គឺបានន័យថាកូដrun ទៅកន្លែងណាតាក់កន្លែងណាវាប្រាប់ទៅ function នោះឲ្យវាដំណើរការសិនហើយវាទៅ run នៅកូដបន្តទៀតលុះត្រាតែកូដដែលមានបញ្ហាវា run ចប់បានវា call back មកវិញហើយខ្ញុំសូមចូលទៅសំណួរមួយទៀតគឺហេតុអ្វីបានជាយើងត្រូវការប្រើវាទី1គឺវាអាចជួយឲ្យកូដផ្សេងទៀតអាចបន្តដំណើរការទៅមុខបានដោយមិនចាំបាច់រងចាំដូចមុនហ្នឹងខ្ញុំបាននិយាយថាកូដទី1មានបញ្ហាអញ្ចឹងវាប្រាប់ថាអ្នកឯងធ្វើការងារអ្នកឯងឲ្យចប់សិនចាំcall back ឲ្យ run code ទី1ឡើងវិញហើយទី2ពាក់ព័ន្ធមួយនឹងការពារកុំឲ្យកម្មវិធីគាំងបើគ្មាន call back ទេកម្មវិធីនឹងរងចាំតតែទិន្នន័យ server មកដល់ទើបអាចបន្តទៅមុខទៀតបានដោយធ្វើឲ្យ UI របស់កម្មវិធីត្រូវបានគាំងជានិច្ចទី3ការពារការគ្រប់គ្រងលំដាប់លំដោយកូដធានាថា function ទី2ប្រកាសជាដំណើរការបន្ទាប់ពីទិន្នន័យ function ទី1ត្រូវបានបញ្ចប់យ៉ាងពិតប្រាកដហើយសំណួរទី3តើយើងប្រើប្រាស់វានៅពេលណាយើងអាចប្រើប្រាស់វាសម្រាប់ដំណើរការកូដនៅពេលដែលមានព្រឹត្តិការណ៍ផ្សេងកើតឡើងពីអ្នកប្រើប្រាស់ដូចជាការចុចប៊ូតុង click ការវាយ key up ឬ key down ឬក៏ scroll ហើយមួយទៀតពាក់ព័ន្ធមួយនឹង timer function កន្លែងនេះដែរគេចង់និយាយថាcallback function វាយើងអាច set time out ឬក៏ time interval ចង់និយាយអំពីបើសិនជាយើងចង់ឲ្យ pop up នៅ function ណាមួយមានរយៈពេលយូរយើងអាច set time out នឹងបានដូចគ្នាឬក៏យើងកំណត់នាទីឲ្យវា run ឧទាហរណ៍ថាកូដទី1វា run ចប់ប្រហែល second បានកូដទី2 run អាហ្នឹងយើងអាចកំណត់បានដូចគ្នាហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹង API យើងប្រើប្រាស់វាដើម្បីទាញទិន្នន័យពី server ពីខាងក្រៅបន្ទាប់ពី callback នឹងដំណើរការបន្ទាប់ពីទទួលបានការឆ្លើយតបពី server វិញបាទresearch របស់ខ្ញុំសូមចប់តែប៉ុណ្ណេះសូមអរគុណលោកគ្រូ